រឿងកុលាបក្រហមភាគទី5ពេលប្តី PR បើកទ្វារមកក៏ឃើញ PR និងបុរសម្នាក់ទៀតនៅមុខបន្ទប់កំពុងក្រៀកគ្នាយ៉ាងជិតស្និទ្ធគេក៏កើតកំហឹងភ្លើងប្រច័ណ្ឌភ្លាមរួចនិយាយហើយស្រែកខ្លាំងៗអូនមកពីណាហើយនេះអ្នកណាគេមិនស្និទ្ធស្នាលគ្នាម្លេះ PR មិននិយាយអីនាងគាំងនឹងទឹកមុខប្តីនាងដែលមើលមកដូចចង់ស៊ីសាច់ពួកគេពេលនោះបុរសដែលជូននាងមកក៏និយាយបងប្រុសគឺបែបនេះខ្ញុំបានជួបនាងនៅលើស្ពានហាក់ដូចបំរុងលោតទឹកទើបខ្ញុំហក់ទៅជួយទាំងមិនបានគិតអីច្រើនបណ្ដាលឲ្យនាងភ្លាត់ក្រិចជើងទើបខ្ញុំស្ម័គ្រចិត្តជូននាងមករឿងមានតែប៉ុណ្្នឹងទេសូមកុំឆ្លោះគ្នាអីណែខ្ញុំប្រាប់ហើយថាមិនបានលោតទឹកទេកុំនិយាយច្រើនអូនមកណែអេបងប្រុសបងមិនជឿខ្ញុំមែនទេត្រូវហើយយើងមិនជឿឯងទេយើងចង់ឮពីមាត់ប្រពន្ធយើងនិយាយរួចប្តី PR ក៏បំរុងនឹងចាប់ទាញដៃនាងតែត្រូវបានបុរសនោះឃាត់បងធ្វើបែបនេះស្មើនឹងបង្កអំពើហិង្សាលើប្រពន្ធហើយរឿងគ្រួសារយើងឯងកុំចេះពេលនោះពួកគេក៏ប្រវាយប្រតប់គ្នាប្តី PR ទាញដៃនាងមួយទំហឹងបណ្ដាឲ្យបោកក្បាលនាងខ្ទប់ទៅនឹងជញ្ជាំងបែកចេញឈាមគេក៏និយាយអូនបងសុំទោសអូនឈឺទេបានហើយនិយាយតែប៉ុណ្ណឹងនាងក៏ដើរចូលទៅក្នុងបន្ទប់ហើយរកបងបិទរបួសរួចនិយាយលោកអាចទៅវិញបានហើយអរគុណដែលជូនមកហើយក៏សុំទោសដែលឲ្យឃើញទិដ្ឋភាពបែបនេះមិនអីទេបើអ្នកនាងមានបញ្ហាអីតាក់ទងមកខ្ញុំបានគ្រប់ពេលលាសិនហើយបុរសនោះក៏ចាក់ចេញទៅប្តីនាងក៏ដើរចូលមកហើយលើកជង្គង់រួចសុំទោសនាងបងដឹងកំហុសហើយបងពិតជាធ្វើជ្រុលពិតមែនបងមិនល្អឲ្យអូនរងទុក្ខហើយអូនចង់ជាស្ដីបងយ៉ាងម៉េចក៏បានមិនអីទេអូនលើកលែងឲ្យប្តីនាងក៏ស្ទុះមកអោបនាងគិតក្នុងចិត្តលើកលែងឲ្យបងម្ដងទៀតលើកនេះជាលើកចុងក្រោយសម្រាប់បងហើយបើបងមិនចេះថែរក្សាបងនឹងលែងមានឱកាសទៀតហើយអ្នកទាំងពីរក៏បដូរសម្លៀកបំពាក់រួចចំអិនអាហារញ៉ាំបាយនាងធ្វើម្ហូបប្តីនាងជួយលាងចានតាមជួយធ្វើនេះធ្វើនោះមិនឲ្យពិបាកបន្តិចសោះមិនដឹងថាគ្រាន់ជាការសម្ដែងឬយ៉ាងណាទេចំអិនរួចពួកគេលើកម្ហូបអាហារដាក់លើតុហើយអង្គុយញ៉ាំបាយបណ្ដាជែកគ្នាបណ្ដាមួយសន្ទុះក្រោយមកពួកគេអង្គុយញ៉ាំបាយសុកទូរស័ព្ទបុរសជាប្តីក៏លាន់សំឡេងរឡើងគេក៏លើករួចនិយាយហេឡូបាត់ខ្ញុំចេញទៅឥឡូវហើយអូនបងមានការបន្តិចអូនញ៉ាំមុនចុះនិយាយរួចប្តីនាងក៏ដើរចេញទៅបាត់ទុកឲ្យនាងអង្គុយញ៉ាំបាយតែម្នាក់ឯងនាងដើរទៅយកខាងមុខបង្ហាញទឹកមុខស្រងូតស្រងាត់ហាក់ដូចអស់សង្ឃឹមនឹងជីវិតខ្ញុំធ្លាប់ជឿលើស្នេហ៍យើងគិតថាជីវិតនឹងល្អឡើងកាន់ដៃគ្នាឆ្ពោះទៅមុខមិនគិតថាជួបសុខឬក៏ទុក្ខពាក្យផ្អែមคล้ายជាពាក្យសងក្រងស្នាមញញឹមបាត់បង់អស់ពីមនុស្សដែលខ្ញុំស្រឡាញ់คล้ายជាអ្នកធ្វើឲ្យខ្ញុំឈឺមួយជីវិតបន្ទាប់ពីឈោផ្លឹកមួយសន្ទុះនាងក៏ដើរចូលទៅខាងក្នុងវិញសូមរងចាំទស្សនាភាគបន្ត